បាទជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងលុយវ៉ុនក្នុងថ្ងៃនេះគឺចុះថោកខ្លាំងមែនទែនយើងមាន$1000យើងត្រូវចំណាយលុយវ៉ុនអស់រហូតដល់1,50,000,000វ៉ុនជាងបាទអញ្ចឹងបើធៀបទៅគឺចាប់ពីឆ្នាំ2009គឺធ្លាក់ចុះថោកខ្លាំងហើយឥឡូវគឺចុះថោកខ្លាំងម្ដងទៀតអញ្ចឹងវាជាង17ឆ្នាំបាទហើយមូលហេតុសំខាន់ដែលធ្វើឲ្យលុយវ៉ុនចុះថោកខ្លាំងទីមួយបងប្អូនដឹងស្រាប់គឺដោយសារសង្គ្រាមក្នុងតំបន់ជាពិសេសសង្គ្រាមនៅដើមបូព៌ាគឺរវាងរដ្ឋនិងរដ្ឋ Total War State រវាងអាមេរិកហើយនិងអ៊ីរ៉ង់បាទហើយធ្វើឲ្យអ្នកវិនិយោគគ្រប់តំបន់គ្រប់ទម្រង់គឺគាត់ចាប់ផ្ដើមភ័យបារម្ភព្រួយក៏ចាប់ផ្ដើមទិញឬក៏លក់ asset គាត់ទាំងអស់ជាទុកជាលុយដុល្លារវិញដើម្បីសុវត្ថិភាពហើយទី2គឺដោយសារតែ foreign capital outflow មានន័យថាលំហូរចេញក្រៅនៃមូលធនរបស់នៅប្រទេសកូរ៉េជនជាតិបរទេសដែលបានវិនិយោគកំពុងវិនិយោគនៅប្រទេសកូរ៉េហ្នឹងគឺគាត់លក់ភាគហ៊ុនលក់បានបំណុលគាត់ហើយដូរលុយបានជាលុយវ៉ុនហើយគាត់លក់យកលុយវ៉ុនហ្នឹងទិញជាលុយដុល្លារទៀតអញ្ចឹងធ្វើឲ្យក្នុងទីផ្សារបដូរប្រាក់ហ្នឹងគឺតម្រូវការលុយដុល្លារគឺកើនខ្លាំងមែនទែនបាទឧទាហរណ៍ដូចជនជាតិបរទេសម្នាក់គាត់មានstock ឬក៏ដើមភាគហ៊ុននៅក្នុងក្រុមហ៊ុន Samsung $100 លានចុះអញ្ចឹងគាត់លក់ហ៊ុនហ្នឹងទៅគឺគាត់ដូរជាលុយដុល្លារទុកតែម្ដងដើម្បីសុវត្ថិភាពគាត់គឺទី3ហ្នឹងគឺបញ្ហាចាស់ដែលអត់ទាន់បានដោះស្រាយរួចមានចម្បងទី1ហ្នឹងគឺដោយសារតែអាមេរិកធនាគារកណ្ដាលអាមេរិកគាត់ទប់ទល់ជាមួយនឹងអតិផរណាលុយរបស់គាត់គឺគាត់តឡើងការប្រាក់នៅធនាគារកណ្ដាលអញ្ចឹងមានន័យថាគ្រប់ទម្រង់ទាំងអស់អ្នកដែលមានលុយច្រើនគឺគាត់ទុកលុយដុល្លារគឺបានការប្រាក់ខ្ពស់ជាងលុយរូបិយបានផ្សេងដូចជាលុយវ៉ុនលុយយួនលុយអីចឹងទៅបាទហើយបញ្ហាចាស់ទី2ហ្នឹងគឺសេដ្ឋកិច្ចកូរ៉េគឺថយចុះខ្លាំងការនាំចេញវាទាបហើយមួយទៀតអ្នកដែលនាំចេញនាំចូលហ្នឹងគឺគាត់បានលុយដុល្លារមកគឺគាត់អាចបានទិញលុយវ៉ុនចូលវិញទេគឺគាត់យកលុយដុល្លារតែម្ដងដើម្បីចូលប្រើការអីផ្សេងឬក៏រងចាំឲ្យលុយដុល្លារហ្នឹងកាន់តែឡើងថ្លៃដើម្បីដូរយកលុយវ៉ុនអញ្ចឹងធ្វើឲ្យទីផ្សារ FX ទីផ្សារដូរលុយហ្នឹងគឺខ្វះខាតលុយដុល្លារទៀតបាទហើយសរុបមកវិញលុយវ៉ុននឹងល្អពេលណាឬក៏ឡើងថ្លៃវិញពេលណាគឺជាសំណួរដែលពិបាកឆ្លើយឬក៏ស្ទើរតែមិនអាចឆ្លើយបានដោយសារតែយើងមិនអាចកំណត់ពេលវេលាច្បាស់លាស់ថាលុយនឹងឡើងវិញពេលណាទេប៉ុន្តែបងប្អូនបើសិនជាឃើញលុយវ៉ុនចុះថោកខ្លាំងហើយបងប្អូនមានលុយដុល្លារអីយើងត្រូវការលុយវ៉ុនប្រើច្រើនអញ្ចឹងបងប្អូនអាចទិញលុយវ៉ុនទុកទៅបានលុយវ៉ុនច្រើនតាមរយៈ app E9Pay គឺបងប្អូនមានតែ app ABA ACLIDA ហើយភ្ជាប់កុងណាមួយនៅក្នុងកូរ៉េជាមួយ app E9 ទៅគឺបងប្អូនអាចវេពីខ្មែរមកចូលកូរ៉េអញ្ចឹងវេ$10,000វេ$5,000គឺបានលុយវ៉ុនប្រើប្រាស់ច្រើនមែនទែនបាទហើយសរុបមកវិញលុយវ៉ុននឹង